នេះក៏គេបលត់ចេញពីលេលីដែរបាទអញ្ចឹងថ្ងៃស្អែកយើងទៅជិះទូកជិះក្បូននៅលេលីទៀតរកគួយលេងហើយបានមើលសួនផ្កាតាមទីក្រុងជិះឡានមើលទេសភាពតាមដងផ្លូវមើលស្អាតស្អាតជិះទូកលើទន្លេលីជិះក្បូនលើទន្លេលីតែអ្វីដែលខ្វះមិនបានមួយទៀតបងប្អូនដឹងអីគេអូខេសូមបងប្អូនបាទឥឡូវនេះខ្ញុំមកដល់យ៉ាងធัวបាទតែនេះខ្ញុំចង់ណែនាំបងប្អូនញ៉ាំហូបតំបន់ណាបាទនេះបាទគឺគេហៅថានៅនេះហៅត្រីសម្បឹងបាទដែលអង់គ្លេសហៅថា beer free បាទ beer free នេះបាទត្រីនេះគឺគេនេសាទចេញពីទន្លេលីបាទចំណែកប៊ីយ៉ានេះក៏គេបលត់ចេញពីទន្លេលីដែរបាទអញ្ចឹងថ្ងៃស្អែកយើងទៅជិះទូកជិះក្បូននៅទន្លេលីទៀតពិតជាអស្ចារ្យមែនទែនបងប្អូននិយាយទៅអស្ចារ្យមែនទែនបាទត្រីយកចេញពីទន្លេលីប៊ីយ៉ាបលត់ចេញពីទន្លេលីបាទត្រីនេះឈ្មោះថា beer free ភាសាខ្មែរប្រែមកថាត្រីសម្បឹងអូខេបងប្អូនបើសិនបងប្អូនចង់មកដល់លេងនៅណានិកយ៉ាស៊ូ and Guiling កុំភ្លេចណាក្រុមហ៊ុន Unique Holiday ដើម្បីសម្រាប់បងប្អូនអរគុណ